តើអ្នកទាំងអស់គ្នាមានដឹងឬអត់ថាពីមុនក៏មានគ្រឿងក្រអូបដែរហើយក្នុងនោះក៏មានទឹកអប់ដែរតើអ្នកទាំងអស់គ្នាមានធ្លាប់ឆ្ងល់ថាទឹកអប់ពីមុនគេធ្វើបែបម៉េចនេះគឺជាវិធីក្នុងការធ្វើទឹកអប់បែបធម្មជាតិហើយចំពោះការយើងមានគ្រឿងផ្សំជាច្រើនមុខហើយនៅក្នុងនេះគឺយើងធ្វើការចម្អិនជាមួយនឹងស្លឹកតយលាយជាមួយនឹងស្លឹកក្រូចសើចឬសម្បកក្រូចសើចអញ្ចឹងអ្នកទាំងអស់គ្នាយកគ្រឿងផ្សំទាំងអស់នេះមកកូរស្ងោរវាឲ្យចេញជាទឹកអញ្ចឹងសម្រាប់អ្វីដែលយើងត្រូវការនោះគឺទឹករបស់វានឹងតែម្ដងដោយសារទឹកនេះគឺមានក្លិនឈ្ងុយក្រអូបខ្លាំងមែនទែនបន្ទាប់មកគឺយើងត្រូវធ្វើការស្វែងរកជាមួយនឹងប្រភេទផ្កាដែលមានក្លិនក្រអូបមិនថាផ្កាអ្វីទេអ្នកទាំងអស់គ្នាអាចធ្វើការលាយបញ្ចូលគ្នាបានតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាប៉ុន្តែក្នុងខណៈពេលនេះគឺខ្ញុំយកជាមួយនឹងផ្កាម្លិះដោយសារតែខ្ញុំគិតថាផ្កាម្លិះជាផ្កាមួយដែលសម្បូរហើយក៏មានក្លិនក្រអូបដែរហើយយើងខ្វះមិនបាននោះគឺផ្កាក្តាំងងាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវមានជាមួយនឹងប្រភេទផ្កាក្តាំងងានេះអញ្ចឹងវាខ្វះបានទេដោយសារផ្កាក្តាំងងាគឺជាផ្កាមួយដែលធ្វើឲ្យមានក្លិនក្រអូបហើយជាផ្កាពិសេសក្នុងការបង្កើតនៅមេទឹកអប់បែបធម្មជាតិនេះតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាំបាច់ត្រូវមានហើយចំពោះវិធីក្នុងការធ្វើគឺងាយទេដោយអ្នកទាំងអស់គ្នាធ្វើការយកទឹកដែលយើងស្ងោរអំបាញ់មិញហ្នឹងលាយជាមួយនឹងផ្កាអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការលាយជាមួយនឹងផ្កាក្រពុំរួមជាមួយនឹងផ្ការីកដាក់បញ្ចូលគ្នាទៅដើម្បីឲ្យមានក្លិនរឹតតែពិសេសនៅក្នុងអបរបស់យើងណាអញ្ចឹងចំពោះជំហានបន្ទាប់ហ្នឹងគឺអ្នកទាំងអស់គ្នាធ្វើការយកជាមួយនឹងទៀនក្រមួនសុទ្ធជាយើងអាចប្រើជាមួយនឹងទៀនធម្មតាបានទេហើយនៅក្នុងទៀនក្រមួនសុទ្ធនេះដែរក៏យើងមានលាយជាមួយនឹងសម្បកឈើផ្សេងដែលលាយបញ្ចូលគ្នាដើម្បីសូនធ្វើជាទៀននេះផងដែរបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការយកផ្កាក្តាំងងាមកដុតអញ្ចឹងនៅត្រង់នេះគឺជាសំខាន់ខ្លាំងមែនទែនដោយសារផ្កាក្តាំងងានៅពេលដែលយើងធ្វើការដាក់នៅក្នុងទឹកអប់គឺអ្នកទាំងអស់គ្នាធ្វើការដុតជាមួយនឹងទៀនក្រមួនដែលយើងធ្វើការសូនពីសម្បកឈើនឹងឯងហើយបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការគ្របជាមួយនឹងផ្សែងដែលយើងដុតនៅទៀនអំបញ្ញមិញបន្ទាប់មកយើងអប់ទុកទៅគឺអាចយកប្រើប្រាស់បានហើយប៉ុន្តែមុនពេលប្រើស្រង់កាកចេញជាមុនសិនដោយសារតែផ្កានេះយើងអាចទុកនៅក្នុងរយៈពេលយូរបានទេអញ្ចឹងយើងត្រូវធ្វើការត្រងយកតែទឹកសុទ្ធទេ